ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបបង្កើន reaction នៅលើ Facebook ជាដំបូងបងប្អូនចូលទៅកាន់ Chrome ឬក៏ browser ណាមួយដែលមាននៅលើទូរស័ព្ទរបស់បងប្អូនហើយបងប្អូន search រកពាក្យថា jsmm.com បន្ទាប់មកបងប្អូនចុចចូល website ដែលនៅខាងលើគេនឹងមកនៅត្រង់ចំណុចនេះដែរសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចចុចចូលទៅកាន់ពាក្យថា sign up now ហើយបងប្អូនអាចចូលទៅបំពេញព័ត៌មានរបស់បងប្អូនចូលប្រសិនបើបងប្អូនមិនទាន់ដឹងពីរបៀបចុះឈ្មោះចូលទេបងប្អូនអាចចូលទៅមើលវីដេអូមុនដែលនៅក្នុង channel របស់ពួកខ្ញុំបានបន្ទាប់ពីបងប្អូន sign up sign in ហើយវានឹងចេញទម្រង់បែបនេះហើយបងប្អូនអាចចូលធ្វើសេវាកម្មទៅតាមតម្រូវការរបស់បងប្អូនបានដោយថ្ងៃនេះខ្ញុំចង់ធ្វើសេវាកម្មដែលពាក់ព័ន្ធទៅលើ Facebook អញ្ចឹងខ្ញុំគ្រាន់តែចុចចូលទៅកាន់ពាក្យថា Facebook ហើយបងប្អូនអូសមកក្រោមមកចុចចូលទៅកាន់ពាក្យថា categoryដែលក្នុងនោះដែរគឺមានសេវាកម្មជាច្រើនដែលបងប្អូនអាចចូលជ្រើសរើសបានដែលមានសេវាកម្មដែលពាក់ព័ន្ធទៅលើ Facebook page follower Facebook reaction Facebook page like Facebook view គឺច្រើនមែនទែនដូចខ្ញុំចង់ធ្វើសេវាកម្មដែលពាក់ព័ន្ធទៅនឹង Facebook reaction ហើយគ្រាន់តែចុចចូលលើវាមកបន្ទាប់មកបងប្អូនចុចចូលពាក្យថា service ចំណុចនេះក៏ដូចគ្នាបងប្អូនអាចចុចចូលជ្រើសរើសប្រើសេវាកម្មមួយណាក៏បានដែរក្នុងនោះមាន Facebook post react មេដៃ post react បេះដូង post react wow post react search ឬក៏ set អញ្ចឹងណាបងប្អូនហើយសម្រាប់ខ្ញុំចុចទៅលើ Facebook react បេះដូងហើយបងប្អូនអូសមកក្រោមបន្តិចមកនឹងឃើញពាក្យថា link នៅត្រង់ចំណុចនេះដែរគឺជាចំណុចដែលសំខាន់មែនទែនដែលតម្រូវឲ្យបងប្អូនចូលទៅ copy link ទៅលើ post ណាមួយដែលបងប្អូនចង់បង្កើន reaction ឧទាហរណ៍ថាខ្ញុំចង់បង្កើន reaction ទៅលើវីដេអូ post មួយនេះបងប្អូនគ្រាន់តែចុចចូលទៅកាន់ត្រី3ហើយបងប្អូនចុចចូលពាក្យថា copy link ហើយបងប្អូនចូលទៅកាន់ website យើងវិញមកដើម្បីផាស link នឹងចូលបន្ទាប់ពីផាស link ចូលរួចរាល់ហើយបងប្អូនអាចចូលទៅបំពេញចំនួន reaction ទៅតាមតម្រូវការដែលបងប្អូនចង់បានដែលបងប្អូនអាចបំពេញបានចាប់ពី50រហូតដល់ 10000 reaction ឧទាហរណ៍ខ្ញុំដាក់ត្រឹមចំនួន50 react ខាងក្រោមនេះគឺជាតម្លៃសេវាកម្មដែលបងប្អូនបានចូលប្រើប្រាស់ហើយវានឹងប្រែប្រួលអូតូទៅតាមចំនួន reaction ដែលបងប្អូនបានបំពេញនៅខាងលើបន្ទាប់ពីបងប្អូន submit រួចរាល់បងប្អូននឹងឃើញពាក្យថា your order received មានន័យថាបងប្អូនបានធ្វើសេវាកម្មមួយនេះបានដោយជោគជ័យហើយបងប្អូនអាចរងចាំរយៈពេលយ៉ាងយូរមួយថ្ងៃវានឹងធ្វើការបូតទៅលើ post របស់បងប្អូនបាន 100% អរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានប្រសិនបើមានការខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ